បាទសួស្តីអ្នកនរគ្នាសូមស្វាគមន៍មកកាន់ជានៃទូមួយថ្ងៃមួយគំនិតនេះខ្ញុំមានប្រធានបទមួយទៀតចង់និយាយពីបច្ចុប្បន្នភាពនៃវិវត្តទៅនៃសង្គ្រាមការទូតរវាងចិនហើយនិងជប៉ុនការបញ្ចប់សង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែននិងបច្ចុប្បន្នភាពនៅក្នុងប្រទេសកម្ពុជារបស់យើងពិសេសជាងគេគឺតែរសើបខ្លាំងគឺការមានគម្រោងធ្វើស្ពានឬក៏ផ្លូវកាត់សមុទ្ររបស់វៀតណាមតើវានឹងមានអ្វីវិវត្តទៅមុខទៀតដូច្នេះខ្ញុំមាន3ចំណុចនេះបងមកលើកជជែកវិភាសាជាមួយអ្នកតគ្នាដោយការពីសប្តាហ៍មុនយើងបាននិយាយគ្នាតាក់ទងទៅនឹងចំនួនរវាងកម្ពុជាថៃការដោះស្រាយនិងការដាក់សេណារីយ៉ូរបស់សហរដ្ឋអាមេរិកដើម្បីបញ្ចប់សង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែនហើយយើងដឹងហើយឧស្សាហនវត្តដែលសហរដ្ឋអាមេរិកដាក់ឲ្យអ៊ុយក្រែនគឺនៅថ្ងៃទី28ខែវិច្ឆិកានេះតើព្រមទទួលសំណើសន្តិភាពនេះឬក៏បន្តធ្វើសង្គ្រាមទៀតចឹងអាស្រ័យលើលោក Zelensky ជាអ្នកជ្រើសរើសដូច្នេះចូលដល់ចំណុចទី1គឺនិយាយពីសង្គ្រាមការទូតឬក៏ពាក្យសម្ដីរបស់សង្គ្រាមការទូតរវាងជប៉ុននិងចិននេះបានធ្វើឲ្យតំបន់នៅសមុទ្រចិនខាងត្បូងគឺមានភាពរញ្ជួយខ្លាំងមែនទែនទាំងនៅប្រទេសចិនទាំងនៅជប៉ុនដែលនេះសបញ្ជាក់ឲ្យឃើញថាជប៉ុនគឺមានបំណងចង់ក្លាយទៅជាមហាអំណាចនៅក្នុងតំបន់អាស៊ីឡើងវិញយើងទាំងអស់គ្នាពេលបច្ចុប្បន្ននេះយើងមើលឃើញថាចិនមានឥទ្ធិពលខ្លាំងឡើងមកធ្វើជាមហាអំណាចសេដ្ឋកិច្ចទី2នៅឆ្នាំ2010ដែលទម្លាក់ជប៉ុនចេញអំពីតំណែងទី2រហូតមកដល់ពេលនេះគឺចិនមានរយៈកាលត្រឹមតែ13ឆ្នាំតែប៉ុណ្ណោះគឺចិនក្លាយជាមហាអំណាចសេដ្ឋកិច្ចទី2លើពិភពលោកត្រឹមតែរយៈពេល15ឆ្នាំទេយើងរាប់ចាប់តាំងពីឆ្នាំ2010យើងងាកទៅមើលជប៉ុនដែលក្រោយបញ្ចប់សង្គ្រាមលោកលើកទី2ដែលមានការជ្រោមជ្រែងពីសហរដ្ឋអាមេរិកស្ដារសេដ្ឋកិច្ចរឹតចំណងមិត្តភាពឡើងវិញចាប់ពីឆ្នាំ1945រហូតដល់ឆ្នាំ1968ជប៉ុនបានក្លាយទៅជាមហាអំណាចសេដ្ឋកិច្ចទី2vàដាច់អាល្លឺម៉ង់នៅឆ្នាំ1968ដែលការនោះអាល្លឺម៉ង់ជាអ្នកឈររែកលៀងទី2ជប៉ុនគ្រងតំណែងរហូតដល់ឆ្នាំ2010គឺរយៈកាលយូរមែនទែនដែលធ្វើជាមហាអំណាចសេដ្ឋកិច្ចទី2ចំពោះការធ្លាក់ចុះនៃសេដ្ឋកិច្ចជប៉ុនមានកត្តាជាច្រើនកត្តាដែលធ្វើឲ្យចិនឡើងមកហួសជប៉ុនក៏មានកត្តាជាច្រើនដែរខ្ញុំនិយាយត្រួសដែលធ្វើឲ្យជប៉ុនខ្លាចទៅជាមហាអំណាចទី2ហើយនឹងធ្លាក់ទៅវិញបើយើងមើលចាប់តាំងពីសង្គ្រាមលោកលើកទី1យើងប្រវត្តិសាស្ត្រថយទៅក្រោយបន្តិចទៅជប៉ុនដែលពីមុនឡើយគឺយើងមិនដឹងថាតើពិភពលោកអ្នកណាខ្លាចជាមហាអំណាចពិតប្រាកដទេនៅមុនសង្គ្រាមលោកលើកទី1នៅពេលនោះគឺជប៉ុនបានឡើងទៅឈ្លានពានរុស្ស៊ីបានទៅឈ្លានពានចិនគ្រប់គ្រងឧបទ្វីបកូរ៉េយើងដឹងយ៉ាងច្បាស់នោះគឺសង្គ្រាមរវាងរុស្ស៊ីនិងជប៉ុនគឺជប៉ុនជាអ្នកឈ្នះដល់ពេលនោះជប៉ុនបានប្រែក្លាយខ្លួនទៅជាប្រទេសជប៉ុននឹងបើកប្រទេសពីតតយលោកឡើងវិញជប៉ុនបានចាប់ផ្ដើមរៀនអំពីលោកខាងលិចពិសេសជាងគេសហរដ្ឋអាមេរិកដែលមានឥទ្ធិពលយោធាបានសង្កត់ជប៉ុនឲ្យបើកច្រកសមុទ្ររុស្ស៊ីជាមួយលោកខាងលិចរហូតឡើងដល់ឈ្លានពានរុស្ស៊ីដែលជាចក្រភពមួយដ៏ធំឈ្លានពានចិននៅតំបន់ម៉ាន់ជូរីដែលជាប្រវត្តិសាស្ត្រដែលយើងត្រូវចាំចំពោះពេលបច្ចុប្បន្ននេះយើងមើលឃើញថាកម្លាំងសេដ្ឋកិច្ចរបស់ជប៉ុនថយចុះប្រទេសចិនកើនឡើងយើងសួរថាតើចិនអាចសងសឹកឬក៏អាចស្ដារប្រវត្តិសាស្ត្រឡើងវិញបានទេដែលជប៉ុនធ្លាប់គ្រប់គ្រងហើយធ្លាប់ត្រួតត្រាទលីចិនពីកន្លងទៅប្រទេសចិនបានឡើងក្លាយជាមហាអំណាចសេដ្ឋកិច្ចទី2គឺដោយសារតែកម្លាំងពលកម្មនិងការផ្លាស់ប្ដូរការដឹកនាំសេដ្ឋកិច្ចរបស់លោកតេងសៀភីងនៅឆ្នាំ1980ទសវត្សរ៍ទី80ដែលធ្វើឲ្យសេដ្ឋកិច្ចរបស់ចិនគឺស្ទុះងើបយ៉ាងលឿនយើងមើលឃើញថាហេតុអីជប៉ុនឡើងលឿនជប៉ុននៅពេលដែលបញ្ចប់សង្គ្រាមលោកលើកទី1ឧស្សាហកម្មធ្ងន់ធ្ងរដែលធ្វើឲ្យជប៉ុនរីករូតលាស់ពិសេសគេគឺវិស័យយានយន្តហើយនិងបច្ចេកវិទ្យាការផលិតរបស់ក្រុមហ៊ុន Nissan Toyota រថយន្តម៉ូទ័រនិងគ្រឿងអេឡិចត្រូនិកជាច្រើនធ្វើឲ្យជប៉ុនស្ទុះងើបយ៉ាងលឿនហើយទីផ្សាររថយន្តរបស់ជប៉ុនគឺទទួលស្គាល់លំដាប់ទី2នៅលើពិភពលោកទាំងបច្ចេកវិទ្យាស្តង់ដារគុណភាពគឺមានការធានាច្បាស់លាស់
ចំពោះការធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់ជប៉ុនមួយផ្នែកធំគឺជប៉ុនមានមនុស្សចាស់ជរាច្រើនជាងមានយុវវ័យពេញកម្លាំងធ្វើការនេះជាកត្តាមួយដែលធ្វើឲ្យសន្ទុះងើបរបស់សេដ្ឋកិច្ចជប៉ុនមានការផ្លាស់ប្ដូរពិសេសជានេះទៅទៀតនោះគឺក្រុមហ៊ុនរបស់ជប៉ុននឹងបានផ្លាស់ប្ដូរទីលំនៅទៅផលិតនៅលើប្រទេសផ្សេងនៅលើពិភពលោកដែលមានកម្លាំងពលកម្មថោកដែលធ្វើឲ្យសេដ្ឋកិច្ចជប៉ុនធ្លាក់ចុះជាលំដាប់ចិននឹងវ៉ាឡើងជាលំដាប់ហើយយើងបើសិនជាយើងប្រៀបធៀបកម្លាំងយោធាពីមុនហើយដល់បច្ចុប្បន្នប្រទេសជប៉ុនដែលធ្លាប់ជាមហាអំណាចយោធាមួយនៅក្នុងតំបន់យើងសួរមកវិញថានៅដល់ពេលបច្ចុប្បន្ននេះរយៈពេលនៃការចប់សង្គ្រាមលោកលើកទី1រយៈពេលជាង80ឆ្នាំនេះតើជប៉ុនមានកំសោយផ្នែកយោធាដែរឬទេបើយើងប្រៀបធៀបកម្លាំងរវាងចិនហើយនិងជប៉ុនតើមួយណាអាចទៅរួចជាងយើងនិយាយទៅជប៉ុនគឺអត់តែគ្រាប់បែកនុយក្លេអ៊ែរមួយទេចិនលើសជប៉ុនតែគ្រាប់បែកនុយក្លេអ៊ែរទេតើកត្តាទាំងអស់នេះយើងគិតថាចិនអាចឈ្នះជប៉ុនឬទេយើងគិតត្រួសទៅការប្រើអាវុធនុយក្លេអ៊ែរវាជាជំរឿសចុងក្រោយតែប៉ុណ្ណោះសម្រាប់ជប៉ុនគឺធ្លាប់មានបទពិសោធន៍សង្គ្រាមមានប្រវត្តិធ្លាប់ឈ្នះសង្គ្រាមនេះយើងនិយាយដោយផ្នែកតាមលក្ខណៈធម្មជាតិចាស់យើងអាចនិយាយថាយើងអាចមើលឃើញច្បាស់ថាការលេងបាល់ទាត់តើការលេងបាល់ទាត់យើងមើលឃើញថាប្រទេសខ្លះមានកីឡាករល្អណាស់ប៉ុន្តែលេងអត់ឈ្នះប្រទេសដែលមានកីឡាករខ្សោយលេងចូលជាក្រុមគ្នាឲ្យជម្រើសជាតិទៅបាយជម្រើសជាតិទាំងនោះឈ្នះយើងមិនបាច់មើលអីយើងមើលតែក្រុមបាល់ទាត់អង់គ្លេសដែលជាលីកដែលល្បីរបស់ពិភពលោកតែនៅពេលដែលលេងទៅកាន់ប្រទេសផ្សេងគឺចាញ់ច្រាបតែម្ដងទោះមានកីឡាករល្អយ៉ាងណាក៏ដោយក៏ចាញ់ច្រាបគេដែរនេះវាជាកត្តាធម្មជាតិមួយយើងចូលដល់ចំណុចដូច្នេះសរុបមកវិញសង្គ្រាមពាក្យសម្ដីរវាងចិនហើយនិងជប៉ុននេះវាបង្ហាញឲ្យឃើញថាជប៉ុននៅក្នុងនោះក៏មានសហរដ្ឋអាមេរិកដែរដែលធ្វើឲ្យជប៉ុនហ៊ាននិយាយបែបនេះអ្នកស្រីនាយករដ្ឋមន្ត្រីរបស់ជប៉ុនថ្មីឡើងមកគឺដោយសារតែសហរដ្ឋអាមេរិកបានឲ្យជប៉ុនបង្កើនថវិកាការពារជាតិរបស់ខ្លួនហើយជប៉ុនគឺចង់ផ្លាស់ប្ដូររដ្ឋធម្មនុញ្ញរបស់ខ្លួនអភិវឌ្ឍលើផ្នែកយោធាដោយសារតែចិនតែងតែគំរាមកំហែងមកកាន់សន្តិសុខជប៉ុនផ្សេងជាងគេគឺដែនកោះដែលនៅជិតតៃវ៉ាន់ដែលធ្វើឲ្យជប៉ុនមានការព្រួយបារម្ភខ្លាំងជប៉ុនចង់រុះរើរដ្ឋធម្មនុញ្ញដែលសហរដ្ឋអាមេរិកដាក់មកឲ្យខ្លួនដែលគ្មានសិទ្ធិផលិតអាវុធនុយក្លេអ៊ែរបើសិនបើជប៉ុនខ្លាយទៅជាអ្នកដែលផលិតអាវុធនុយក្លេអ៊ែរឡើងវិញជប៉ុននឹងអាចស្ទុះងើបឡើងមកវិញមានឥទ្ធិពលឡើងវិញចំពោះកត្តាដែលប្រជាជនក៏ជាកត្តាមួយសំខាន់សម្រាប់ជប៉ុនដែរដូច្នេះយើងគិតលេងៗទៅតើបើសិនជាមានសង្គ្រាមកើតឡើងមែនតើប្រទេសណានឹងឈ្នះនៅក្នុងពេលបច្ចុប្បន្ននេះចិនអាចស្ដារប្រវត្តិសាស្ត្រឡើងវិញឬក៏អាចលុបបំបាត់ភាពជឿចាប់ដែលជប៉ុនធ្លាប់មើលងាយខ្លួនបានដែរឬទេយើងនិយាយពីប្រវត្តិសាស្ត្រពេលថ្មីនេះប្រទេសចិនក៏មិនហ៊ានអីណាខ្លាំងជាមួយជប៉ុនក៏ខ្លាចញញើតនៅអាវុធនុយក្លេអ៊ែរថ្មីដែរព្រោះធ្លាប់មានបទពិសោធន៍ក្នុងโลกនេះគឺមានតែប្រទេសជប៉ុនទេដែលជាអ្នកដែលទទួលគ្រាប់បែកបរមាណុមុនគេទាំងអស់លើពិភពលោកដោយសហរដ្ឋអាមេរិកដូច្នេះយើងចូលទៅចំណុចទី2ដែលជាចំណុចយើងនិយាយប្រើពីអតីតមុនសេណារីយ៉ូដែលលោក Donald Trump ដាក់ដើម្បីបញ្ចប់សង្គ្រាមស្វែងរកសន្តិភាពឲ្យអ៊ុយក្រែនគឺមានរហូតដល់28ចំណុចហើយចំពោះចំណុចទាំង28ទាំងអស់នេះខ្ញុំក៏មិនបានលម្អិតតែអ្វីដែលយើងដឹងច្បាស់ត្រួសនោះគឺមានចំណុចដែលធ្វើបាបអ៊ុយក្រែនខ្លាំងមែនទែនទាំងបន្ថយចំនួនកងទ័ពទាំងកាត់ដីឲ្យរុស្ស៊ីទាំងដាក់បញ្ចូលភាសារុស្ស៊ីជាភាសាជាតិផ្លូវការរបស់អ៊ុយក្រែនទាំងអស់នេះគឺវាស្មើនឹងជាន់កអ៊ុយក្រែនឲ្យទទួលស្គាល់នៅកិច្ចសន្តិភាពមួយនេះសម្រាប់លោក Donald Trump គាត់មិនគំរាមដោយត្រង់ទេគាត់ដាក់ពាក្យដោយប្រយោលឲ្យអ៊ុយក្រែនគិតថាអ៊ុយក្រែនចង់បានសន្តិភាពឬក៏ចង់បន្តសង្គ្រាមសហរដ្ឋអាមេរិកគឺដាក់ផែនការទាំងអស់នេះដើម្បីអ៊ុយក្រែនគិតបើមិនជាចង់បន្តសង្គ្រាមសហរដ្ឋអាមេរិកអត់ខ្វល់ទេអ៊ុយក្រែនធ្វើទៅតាមលទ្ធភាពរបស់ខ្លួនសហរដ្ឋអាមេរិកគឺមិនគ្រប់គ្រងទេទាំងសហគមន៍អឺរ៉ុបក៏បែបនេះដែរបើយើងនិយាយឲ្យខ្លីទៅអ៊ុយក្រែននៅពេលនេះគឺស្ទើរតែគ្មានជំរឿសណាមួយក្រៅពីព្រមទេហើយយើងសួរថាតើមានភាពយុត្តិធម៌សម្រាប់អ៊ុយក្រែនទេយើងនិយាយឲ្យសាមញ្ញទៅលើโลกនេះវាគ្មានយុត្តិធម៌ណាស់ណាទេសម្រាប់ប្រទេសទុនខ្សោយឆ្លោះជាមួយនឹងមហាអំណាចអ
អ៊ុយក្រែនមិនមែនឆ្លោះជាមួយនឹងប្រទេសធម្មតាទេគឺជាប្រទេសដែលមហាអំណាចសេដ្ឋកិច្ចទី2សុំទោសគឺជាប្រទេសមហាអំណាចយោធាទី2លើពិភពលោកជាមួយនឹងរុស្ស៊ីដែលសហរដ្ឋអាមេរិកក៏ក្រែងញញើតរុស្ស៊ីដែរដូច្នេះការឆ្លោះរបស់អ៊ុយក្រែនមានចំនួនជាមួយរុស្ស៊ីនេះគឺវាមិនផ្ដល់ផលល្អសម្រាប់អ៊ុយក្រែនសម្រាប់រុស្ស៊ីចំពោះសហរដ្ឋអាមេរិកបើសិនជាជួយអ៊ុយក្រែនខ្លាំងពេកក៏វាមិនមានផលល្អសម្រាប់អាមេរិកដែរការជួយបែបនេះគឺមានន័យថាជួយអ៊ុយក្រែនដែលជាទុនខ្សោយជាប្រទេសទុនខ្សោយតែបែរជាមានសត្រូវធំដូចជារុស្ស៊ីទៅវិញដូច្នេះសហរដ្ឋអាមេរិកមើលឃើញថាវាមិនមែនជារឿងដែលឆ្លាតទេក្នុងការជួយអ៊ុយក្រែនឲ្យវាយឈ្នះរុស្ស៊ីសហរដ្ឋអាមេរិកគឺមិនចង់ខាតបង់លុយមិនចង់ចំណាយកម្លាំងទាហានរបស់ខ្លួនដើរធ្វើសង្គ្រាមនៅលើពិភពលោកដោយការពីសង្គ្រាមត្រជាក់ទេពិភពលោកនៅពេលនេះគឺមិនមែនស្ថិតនៅក្នុងសង្គ្រាមត្រជាក់ផ្នែកនយោបាយហើយនិងផ្នែកការស្ដារលទ្ធិឬក៏ចង់ប្រជែងរវាងមនោគមវិជ្ជានយោបាយបែបសក្តិភូមិបែបមនុស្សបែបកុម្មុយនីសហើយក៏មិនមែនជាការទាមទារផ្នែកប្រជាធិបតេយ្យអ្វីទៀតដែរវាបញ្ចប់ហើយនៅក្នុងទសវត្សរ៍90ពិភពលោកបច្ចុប្បន្នគឺសេដ្ឋកិច្ចនិយមពឹងពាក់លើផលប្រយោជន៍និយមដូច្នេះសហរដ្ឋអាមេរិកគឺមិនខ្វល់ថាប្រទេសទាំងអស់នោះកាន់លទ្ធិអីទេសំខាន់ឲ្យតែមានផលប្រយោជន៍និងជួយទំនាក់ទំនងសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកគឺអាមេរិករីករាយនឹងសហការជាមួយដូចថ្មីនេះសហរដ្ឋអាមេរិកគឺសហការជាមួយនឹងប្រជាណាចក្រសាអូឌីអារ៉ាប៊ីដែលធ្វើជាដៃគូទិញយន្តហោះហើយនឹងចំណាយលុយរហូតដល់1 trillion ដើម្បីវិនិយោគលើសហរដ្ឋអាមេរិកគឺនិយាយតែពីផលប្រយោជន៍សេដ្ឋកិច្ចទេនៅក្នុងពេលនេះក៏និយាយអំពីសត្រូវអត់និយាយអំពីមនោគមវិជ្ជាអត់និយាយអំពីអ្វីផ្សេងក្រៅពីទំនាក់ទំនងសេដ្ឋកិច្ចនិងផលប្រយោជន៍សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកទេចូលចំណុចចុងក្រោយគឺការសាងសង់ឬក៏គម្រោងសាងសង់ស្ពានឬក៏ផ្លូវកាត់សមុទ្រទៅកោះហ្វូកុកឬក៏កោះត្រល់ដែលយើងហៅសម្រាប់វៀតណាមក្នុងការធ្វើបែបនេះគឺដើម្បីសម្រួលហើយនិងដើម្បីអនុភាពផ្នែកសេដ្ឋកិច្ចការដឹកជញ្ជូននិងផ្នែកទេសចរវាជាគម្រោងមួយដែលវៀតណាមគិតយូរហើយមិនមែនទើបតែពេលនេះទេវៀតណាមគិតមុនពេលដែលមានគម្រោងប្រជិកហ្វូណនទៅចូលទៅទៀតក្នុងការធ្វើស្ពានឆ្លងកាត់សមុទ្រទៅកាន់កោះត្រល់នេះមានយូរហើយប៉ុន្តែអ្វីដែលយើងរសើបខ្លាំងនៅពេលបច្ចុប្បន្ននេះក្នុងដំណាក់កាលនៃការបញ្ចប់គម្រោងគឺការសាងសង់កំពង់ផែរយៈចម្ងាយ7 គីឡូម៉ែត្រទាំងព័ត៌មានក៏យើងបានស្ដាប់ទាំងអស់គ្នាពិសេសជាងគេយើងមើល TikTok គឺឃើញវៀតណាមបង្ហោះអំពីការធ្វើផ្លូវកាត់សមុទ្រប៉ុន្តែបើយើងឆែកជាក់ស្ដែងទៅតាម Google Earth គឺមើលឃើញថាគឺគ្រាន់តែជាការបញ្ចប់កំពង់ផែរយៈចម្ងាយ7 គីឡូម៉ែត្រដែលវៀតណាមបានបញ្ចប់តែប៉ុណ្ណោះមិនទាន់មានគម្រោងណាធ្វើទៅកាន់កោះត្រល់ចេញជារូបរាងទេគម្រោងនេះគឺត្រូវការចំណាយទុនច្រើនត្រូវការចំណាយពេលវេលាច្រើនជាមួយនឹងការប៉ះពាល់ទៅផ្នែកសមុទ្រផងដែរបើសិនបើវៀតណាមធ្វើដោយផ្ទាល់នៅក្នុងការធ្វើផ្លូវកាត់សមុទ្រនេះជាការយកឃើញមកខ្ញុំទេវាប៉ះពាល់ទាំងផ្នែកមច្ឆជាតិជីវៈចម្រុះដែលនៅក្នុងសមុទ្រទី2ទៀតទឹកសមុទ្រគឺវាមានការវិវត្តឡើងជាលំដាប់ដូច្នេះវៀតណាមគឺមិនអាចធ្វើផ្លូវកាត់សមុទ្រដោយត្រង់រយៈ45 គីឡូម៉ែត្រពីដីគោករបស់ខ្លួនទៅកាន់កោះត្រល់បានទេវាប៉ះពាល់ច្រើនបើថាធ្វើជាស្ពាននោះអាចកើតលៀនឡើងប៉ុន្តែរយៈពេលចម្ងាយ7 គីឡូម៉ែត្រដែលយើងមើលឃើញនៅក្នុងបណ្ដាញសង្គមគឺជាការធ្វើកំពង់ផែទេខ្ញុំបានពិនិត្យហើយនឹងបានមើលជាច្រើនលើកច្រើនសារវាគ្រាន់តែជាកំពង់ផែមួយដែលវៀតណាមធ្វើតែប៉ុណ្្នឹងឯងមិនទាន់មានគម្រោងឬក៏មិនទាន់ចេញជារូបរាងណាមួយដែលធ្វើផ្លូវទៅកាន់កោះត្រល់នេះទេសរុបមកវិញយើងមើលបច្ចុប្បន្នភាពរបស់ពិភពលោកដែលយើងអាចសរុបមើលឃើញថាតើអ្វីទៅសំខាន់រឿងទាំងអស់នេះគឺយើងនិយាយគ្នាតាំងពីដើមមកហើយថាពិភពលោកទាមទារអ្វីយើងធ្វើអីដើម្បីទទួលភាពមិនច្បាស់លាស់មួយនេះដូចយើងមើលរឿងសាមកុកមានតែយើងខ្លាំងទេដែលសុនឈៀនគាត់និយាយទើបគេព្រមជួយយើងការចរចាបើមិនធ្វើសង្គ្រាមគឺការចរចានឹងទទួលការប្រមាថខ្លាំងបើតែសម្រាប់អ៊ុយក្រែនគឺមិនឆ្លៀសវៃខ្ញុំនិយាយថាអ៊ុយក្រែនមិនឆ្លៀសវៃហេតុអីគឺដោយសារតែឆ្លោះជាមួយនឹងមហាអំណាចយោធាធំបើយើងប្រៀបធៀបតើសហរដ្ឋអាមេរិកធ្វើ
โดยแผนการบรรจบสงครามระบบไกลหมดเลยการบัญชีไทยเต้ยื่งตระเป็นนักไทยจีปฏิแบบน่ะไทยคือจีบทสมปอนระบบสรัมริกได้สรัมริกโจหัตเลขาคือเปิงเรื่องขณะยุทธีโดยเฉพาะสรัมริกเปรียบโดยจีอปกระบบไทยมันอาจจะตามตำแหน่งจัดเตะของปีรัสเซียคือจีมหามนาจบาสันจีสรัมริกไวจมูรัสเซียคือขาดบองอเมริกทุนงอประเทศสำหรับประเทศเซนเลยพบโลกยืนรบจับตั้งปีร้องเต๋อเราได้อิสราเอลคือขมิ้นประเทศนาโมได้เฮียนจีบนสรัมริกเตะคือไทยเบี้ยงมันอาจเปรียบเทียบบานใดไทยคือมันเฮียนจีบนสรัมริกเตะยัยได้ใครในเช่นสำหรับมาวันบาสันจีสถานการณ์ยังเมื่อเคยเป็นนี่คือมินพีปรากฏเป็นยังคดีข้างหลังในการตูดประเทศมันมีการประตูอาวุธจีสังกรีมนามวยการล้างเตะจำลูกการล้างลูตราตายญี่ปุ่นคือบางการรอทำหน่วยทำไมผลิตอาวุธนิวเคลียร์นู้เวียเติมจิตสักการทำไมในการวิวัฒน์ในสังกรีมโลกบาสันจีมันจับรามญี่ปุ่นเตะให้หนึ่งจันหนึ่งก่อไต้หวันนี่เตะคือขมิ้นจำลูกได้เชียมฮะมันไหนก็เชียจำลูกโลกนามวยการล้างเตะแต่แต่กำซอยภายในเศรษฐกิจการสันตุในเศรษฐกิจอย่างหนึ่งการวิวัฒน์ในเปรียทั่วอ้อยแตงสะกุมรบแตงสารนำเร็จแตงรัสเซียแตงจันนั้นจูบวิบัติโดยขณีมันต่อไปโควิดมาใช่ยังไงกันทางขมิ้นสังเกตโลกนาการลังเตะจมปูปีคบโลกนกนุ่งชนามกร้อยโดยยื่นในยี่ขณีปีดาวจังขนมคากร้อยเวียนหนึ่งทูสบายเป็นได้ประเทศคลาดเตอรองพิบอาจจะได้ท้อคลาโดยจุดไกลนั้นประเทศคือมันอาจเพื่อไว้บานกลางปีตัวโยเตสำหรับไกลยื่นก็อนัดดอกไกลได้เป็นได้แต่พิบจะแสดงอุกรานคือเตอแต่ตัวโยบางยื่นใหญ่ตัวเจ้าถ้าอเมริกฮัดไอก็มันช่วยอุกรานหน่อยเป็นตีเตอโดยยิงดามจังบาช่วยอุกรานตัวบานหมดได้ตรงซ้ายแต่ตัวบานสเตอร์เดือดคลั่งโดยยิงรัสเซียวิมันจะพิบโอเตสำหรับสหรัฐอเมริกเช่นประเทศนอร์ก็มีแต่ประเทศเตจุดปุ๊บปรมีนยังสดับไอจานมาจะทานเตยกับตอนอาเจือปรมีนได้ยังลื้อหันเคยคลังเปย์ยังสไปร์ร็อกออกมาใบบุญประพบเตยเจ็ดแสดงคือปรมีนเตะตรงตัวหนึ่งกลุ่มโรงเพื่อพลระบบเวียดนามใบยังเป็นนักวิจัยสร้างเฉลี่ยแมนเตนเตยคือมันตอนเล็กจิรุกรีนเตจุดปุ๊บการจัดได้ปั๊มเปิลกโลเพื่อพลนี้ได้เก็บบังห่อเพื่อยังพายโปรยบารมนุวิกรแต่จิการเพื่อกำปงพายระบบเวียดนามตีเกี่ยวกับปงพายทำไมอันใหญ่ทัดเวียดนามก็มีหม่อมน้องจังสเตะมุกตะกระบอกยังบรรดาวิมันปะปอนตีโปรการปิมอนจะยังดักตามกับปงพายระบบเวียดนามในเป็นนี้คือยังจังมังการเจาะสมดดักยังจูนในคลุนเองอยู่ในเวียดนามคือบัดบังเผาใจบักคลุนก็เวียดนามก็จังเรียงสเตะยังกับอ้อยถือได้ครับเป็นได้กำลังประจิตบอกยังบางหลังทำไมเวียดนามก็บางหางก็ได้กงวอลได้ดูชนัยยังทั่วเก็บบางหางก็ได้กงวอลยังทั่วเก็บทั่วยังบางหางก็ได้กงวอลดูชนัยได้วิอัดเขาได้เป็นน้องได้เก็ยังมันอาจห้ามเก็บมันอ่อยทั่วเตะตัวตายภาษาตัวตาบางเพลย์ตักเลยเตะคือบางบรรทัดยังสอบไม่ด้องคือบางกำปองพายตักแร่คือยังดักตามเจาะในขาดกระโปรงหนึ่งกระโปรงเสาตั้งปีตามมาให้แต่ยังถือพายตักเจอนี้ก็ยังอาจดักตามพายเปอร์เซ็นต์นุหรือก็คอมโพสโจมาการกรงกายดึกนี้ได้วีมันขาดนาประมาณตีฉะนั้นวีกรอนตาจีกงบอลเลยยังกึศตีบัดได้รุกรีในกลุ่มโรงนี้ยังอันมันเคยทำมาภัยชนะตัวมุกติดจมูกจุ่มลูแดนสมดได้เวียดนามเมียนคือชูจมูกจันนกนงแดนสมดนี้เวียดนามอ่านอาบอดได้ยืดยืดฉะนั้นประเทศมัดก็มีแต่ประเทศเตะประชาชนในตอนนี้มีนวัยจังล้างหรือกับประเทศบอดกว่าจะรอดจังจนในนามวยเตอสมในตอนนี้ไปตัวป้องบันในตอนนี้มีนวัยจังมันแทมไอ้มันแทมบานสมกุล